រវាងមាសដុំនិងមាសដែលជាគ្រឿងអលង្ការគួរទិញមួយណាទើបល្អបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូដើម្បីនិយាយអំពីបញ្ហាថាតើយើងគួរតែទិញមាសដុំឬក៏មាសដែលជាគ្រឿងអលង្ការទើបល្អនេះដោយសារថាមានបងប្អូនមួយចំនួនគាត់បានឆាតមកសួរខ្ញុំថាគាត់គួរតែធ្វើការសន្សំមាសជាមាសដុំឬក៏សន្សំជាមាសគ្រឿងអលង្ការទើបល្អនេះសម្រាប់មតិផ្ទាល់ខ្លួនក៏ដូចជាការយល់ឃើញផ្ទាល់ខ្លួនខ្ញុំគិតថាមិនថាមាសដុំឬក៏មាសដែលជាគ្រឿងអលង្ការគឺសិតតែល្អទាំងអស់ប៉ុន្តែវាអាស្រ័យទៅលើចំណង់ចំណូលចិត្តក៏ដូចជាគោលបំណងរបស់បងប្អូននៅក្នុងការទិញសន្សំមាសក្នុងករណីបើសិនជាបងប្អូនទិញសន្សំមាសដើម្បីតែការវិនិយោគអាហ្នឹងខ្ញុំគិតថាមាសដុំប្រហែលជាជម្រើសល្អជាងពីព្រោះថាមាសដុំវាអត់មានថ្លៃជាងថ្លៃអីអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងទិញហើយយើងយកទៅលក់វិញវាអត់សូវខាតប៉ុន្តែបើសិនជាបងប្អូនចង់ទិញមាសដើម្បីធ្វើការវិនិយោគផងហើយនឹងទិញយកមកប្រើប្រាស់ដើម្បីជាគ្រឿងអលង្ការគ្រឿងលម្អនៅពេលដែលយើងចេញកម្មវិធីផ្សេងដើម្បីលើកកិត្តិយសរបស់យើងអាហ្នឹងខ្ញុំគិតថាបងប្អូនអាចពិចារណាទិញជាមាសដែលជាគ្រឿងអលង្ការទៅពីព្រោះថាវាត្រូវនឹងគោលបំណងរបស់យើងអាចយកវាមកប្រើប្រាស់ជាគ្រឿងអលង្ការដើម្បីលម្អលើកកិត្តិយសលើកសម្រស់របស់យើងផងហើយអាចជាការវិនិយោគជាមួយគ្នាផងដែរអញ្ចឹងការវិនិយោគសួរថាទិញមាសដុំឬក៏មាសគ្រឿងអលង្ការល្អជាងហ្នឹងគឺខ្ញុំគិតថាវាល្អទាំងអស់ប៉ុន្តែវាអាស្រ័យទៅលើចំណង់ចំណូលចិត្តក៏ដូចជាគោលដៅគោលបំណងរបស់បងប្អូនថាបងប្អូនចង់សន្សំមាសដើម្បីធ្វើអ្វីបើសិនជាយើងចង់តែគ្រាន់តែសម្រាប់ការវិនិយោគអានឹងយើងទិញជាមាសដុំទៅអានឹងល្អហើយប៉ុន្តែបើសិនជាយើងចង់ប្រើប្រាស់ជាគ្រឿងអលង្ការផងចង់សន្សំជាការវិនិយោគផងអានឹងយើងអាចពិចារណាទិញមាសដែលជាគ្រឿងអលង្ការទៅពីព្រោះថានៅពេលដែលវាឡើងថ្លៃខ្ពស់យើងទិញទុកយូរទៅវាឡើងថ្លៃខ្ពស់ច្រើនខ្លាំងអញ្ចឹងអានឹងយើងទោះជាកាត់ថ្លៃជាងថ្លៃអីក៏វានៅតែចំណេញដែរបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានមតិយោបល់ឬក៏ការយល់ឃើញខុសពីខ្ញុំក៏អាចធ្វើការបញ្ចេញមតិក៏ដូចជា comment ដើម្បីចែករំលែកបទពិសោធន៍ការយល់ឃើញរបស់បងប្អូននៅក្នុងវីដេអូនេះបានផងដែរបាទអញ្ចឹងអរគុណច្រើនបាយបាយ